ត10 5 a យើងដោះស្រាយសមីការអញ្ចឹងយើងមានសមីការ z ការ៉េដក 8z បូកជាមួយនឹង64ស្មើ0អូខេអញ្ចឹងយើងត្រូវប្រើតាម data ព្រីមដែលស្មើនឹង b ព្រីមបាទការ៉េដកទៅ ac ទេមានគុណវាតូចជាងមុនអញ្ចឹង b ព្រីមហ្នឹងគឺយើងយក b នេះចែក2អញ្ចឹងបានដក4លើកជាការ៉េទៅដក ac a យើង1 c 64បាទអញ្ចឹងបាន16ដក64ទៅអូខេអញ្ចឹងយើងយកសញ្ញាតាមលេខធំសញ្ញាដកយកលេខធំដកលេខតូចមកអញ្ចឹងយើងយក64ដក6ខ្ចីទៅអានេះសល់5នេះបាន14អញ្ចឹងបាន8នេះដកទៅសល់4អញ្ចឹងដក48ដែលស្មើនឹង48 e ការ៉េយើងចែកកតាបឋមទៅ48ហ្នឹងចែកកតាបឋមទៅយើងនឹងងាយនៅក្នុងការចេញពីរឹសនៅពេលដែលយើងពាក់រឹស data ណាអញ្ចឹងកន្លែងហ្នឹងយើងចែកកតាបឋមបាទអញ្ចឹងបាន16គុណនឹង3ហើយគុណនឹង e ការ៉េអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមបំពាក់រឹស data ព្រីមមកគឺរឹសបាទ16គុណនឹង3ហើយគុណនឹង e ការ៉េអញ្ចឹង16នេះចេញបាន4ហើយ e ការ៉េនេះចេញបាន e 3ហ្នឹងចេញឲ្យរួចទេនៅក្នុងហ្នឹងតោះអញ្ចឹងយើងយក z អងហ្នឹងគឺស្មើនឹងដក b ព្រីមបូកឬ data មុនណាបូកឬ data ព្រីមនៅលើ a ហេតុអីនេះយើងមើល z អងបាទយើងមើល z អង